ក្រសួងសុខាភិបាលថ្ងៃទី27 ខែមិថុនាឆ្នាំ2025បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឱសថឈ្មោះ Cabotegravir Cabotegravir ដែលជាប្រភេទឱសថចាក់មានសកម្មភាពយូរសម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគ AIDS Caprep ការប្រកាសដាក់ឲ្យប្រើប្រាស់ Caprep នេះគឺជាផ្ដល់ជាជម្រើសថ្មីមួយប្រកបដោយវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគ AIDS ឲ្យកាន់តែមានប្រសិទ្ធភាពប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឲ្យប្រើប្រាស់ Caprep នេះជាវិធីសាស្ត្រមួយនៃយុទ្ធសាស្ត្របង្ការមេរោគ AIDS ដែលមានលក្ខណៈរួមបញ្ចូលគ្នានិងផ្ដល់ជម្រើសច្រើនក្នុងការបង្ការឱសថ Caprep នេះត្រូវចាក់រៀងរាល់2 ខែម្ដងផ្ដល់នូវជម្រើសមួយងាយស្រួលមានឯកជនភាពបន្ថែមលើជម្រើស PrEP លេបមានប្រសិទ្ធភាពខ្ពស់រហូតដល់95%ក្នុងការបង្ការមេរោគ AIDS លោកស្រីយុសម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ AIDS មន្ទីរសុខាភិបាលមន្ទីរពេទ្យមណ្ឌលសុខភាពអង្គការដៃគូជាតិនិងអន្តរជាតិមូលនិធិសកលស្ថានទូតអូស្ត្រាលីព្រមទាំងបណ្ដាញអ្នកផ្ទុកមេរោគ AIDS និងបណ្ដាញក្រុមប្រឈមដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងជំងឺ AIDS រួមទាំងកិច្ចខិតខំប្រឹងប្រែងចូលរួមផ្ដួចផ្ដើមបង្កើតឲ្យមានសេវា PrEP គ្រប់ទម្រង់ទាំង PrEP ប្រើថ្នាំលេបប្រើថ្នាំចាក់និងដាក់ឲ្យប្រើប្រាស់សេវាប្រើកងដាក់ក្នុងទ្វារមាសសម្រាប់ស្ត្រីនៅពេលឆាប់